សួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់វីដេអូនេះខ្ញុំអត់បានខាវាឲ្យលឿនទេហើយខ្ញុំក៏អត់បានedit អីទាំងអស់បញ្ចូលតែសលេងទេចានេះគឺខ្ញុំសូមបង្ហាញពីរបៀបធ្វើ brown គុជចាអញ្ចឹងជាដំបូងខ្ញុំធ្វើបែបរបស់ខ្ញុំលក់តាមធម្មតាណាហើយជាមួយនឹង brown នេះគឺខ្ញុំដាក់ទឹកដោះគោខាត់នៅតាមតំបន់ខ្ញុំនេះគឺគេចូលចិត្តហូបផ្អែមអញ្ចឹងខ្ញុំដាក់ទឹកដោះគោខាត់ចំនួន25ទៅ30 ml ណាបងប្អូនចា25ទៅ30 ml អាស្រ័យទៅលើតំបន់បងប្អូនបើសិនជាតំបន់បងប្អូនគេហូបអត់សូវផ្អែមឬក៏បងប្អូនហូបអត់ផ្អែមបងប្អូនដាក់10បានហើយចាពីព្រោះហេតុអីបណ្ដោយដាក់តិចដោយសារយើងនៅមានបៀកទឹកប្រោនជាប់កាយទៀតណាចាបន្ទាប់មកគឺយើងចុចទឹកក្តៅ2កែវក្រឹតចាយើងចុចទឹកក្តៅ2កែវក្រឹតអានេះខ្ញុំបង្ហាញពីរបៀបលក់នៅកន្លែងខ្ញុំណាស្រុកស្រែចម្ការគឺអាចញ៉ាំបានរសជាតិប៉ុណ្ណឹងបើយើងលក់បានថ្លៃយើងត្រូវធ្វើបែបផ្សេងទៀតចឹងណាអានេះយើងធ្វើតាមបែបយើងលក់បានធូរថ្លៃដែរចាបន្ទាប់មកគឺយើងដាក់ម្សៅទឹកដោះគោ1ស្លាបព្រាកាហ្វេចាយើងដាក់ទឹកក្តៅហើយអញ្ចឹងយើងកូរវាមកចា1ស្លាបព្រាដូចគ្នាចាបើតំបន់បងប្អូនលក់បានថ្លៃវីដេអូក្រោយខ្ញុំនឹងមានបង្ហាញពីរបៀបធ្វើតាមកន្លែងដែលយើងអាចលក់បានថ្លៃយើងធ្វើរបៀបផ្សេងអានេះខ្ញុំបង្ហាញពីរបៀបធ្វើធម្មតាសិនណាបងប្អូនចាបន្ទាប់មកគឺយើងដាក់ទឹកដោះគោខ្ទិះមកចាខ្ញុំចំនួនប្រហែលខ្ញុំដាក់ចូលនេះអាចថា20 ml ទេមិនច្រើនទេណាហើយយើងបៀកទឹកប្រោនមកទឹកប្រោននេះបើបងប្អូនចង់វល់បងប្អូនដាក់20 ml ទៅ30 ml តាមរសជាតិដែលបងប្អូនចង់បានណាចាហើយបើបងប្អូនបៀកដូចខ្ញុំដាក់តែមួយជុំមកជាការស្រេចហើយប្រោននេះគឺដោយសារយើងឥឡូវពហិការអវ៉ាន់ថៃគឺយើងប្រើទឹកប្រោនរបស់វៀតណាមណាអញ្ចឹងវារៀងរាវចាវារៀងរាវបន្ទាប់មកយើងដាក់គុជមកបងប្អូនចង់ដាក់ច្រើនដាក់តិចចាស្រេចចិត្តបងប្អូនយើងដាក់មកចាយើងចង់ដាក់ខាងលើក៏បានយើងចង់ដាក់ខាងក្រោមក៏បានអត់ជាបញ្ហាទេស្រេចអាស្រ័យលើយើងចូលចិត្តអានេះខ្ញុំលក់បានទូថ្លៃខ្ញុំធ្វើតាមរបៀបខ្ញុំណាបងប្អូនធ្វើបែបណាអាចចូល comment ខាងក្រោមទាំងអស់គ្នាបានចាតោះមកយើងដាក់ទឹកកកមកបងប្អូនចាយើងដាក់ទឹកកកទាំងអស់មកខ្ញុំឲ្យមានខាណាវីដេអូហ្នឹងណាបងប្អូនស៊ីន 100% ហ្មងចាស្រោចទឹកដោះគោរបស់ខ្មែរយើងទៀតចាបងប្អូនមានទឹកដោះគោកដាប្រភេទអីក៏បានដែរយើងមកស្រោចមកចាយើងទទួលបានប្រោន1កែវដោយឈ្ងុយឆ្ងាញ់តាមបែបធម្មតាអាចទទួលយកបានចារសជាតិយើងធ្វើទៅតាមតំបន់របស់យើងនិងតម្លៃរបស់យើងដែរហើយក្នុងវីដេអូហ្នឹងមួយកែវតែ2500ទេបងប្អូនចាលក់ប៉ុណ្ណឹងគឺអាចចំណេញឲ្យតែលក់ដាច់គឺចំណេញហើយខ្ញុំវីដេអូខ្ញុំក៏ចប់ដល់ទីបញ្ចប់ដែរឥឡូវយើងធ្វើរួចរាល់ហើយយើងដាក់ថង់មកចាហើយដាក់ទៅយោមកគឺជាការស្រេចបានប្រោន1កែវចាបងប្អូនអាចធ្វើតាមវីដេអូហ្នឹងហើយយកទៅលក់បានណាអ្នកដែលមកទិញខ្ញុំក៏តែងតែមកទិញទៀតរហូតចាតម្លៃនិងរសជាតិគឺអាចទទួលយកបានចាមិនហោះពេកក៏មិនលើសគេពេកក៏មិនអន់ប្រមាណដែររសជាតិហ្នឹង